បាទសួស្តីបងប្អូនណាចឹងគឺថ្ងៃនេះលោកគ្រូមានលំហាត់មួយចែករំលែកជាបន្តទៅទៀតណាគឺស្រាវបញ្ជាក់សមភាព3បូក3ការ៉េបូក3សេគុណ3បូកចុចបូក3សេគុណ n ស្មើនឹង3លើ2កតា3ស្វ័យគុណ n ដក1បាទអញ្ចឹងគឺគេឲ្យយើងស្រាវបញ្ជាក់តាមវិចារអនុមានរួមគណិតវិទ្យាអញ្ចឹងណាបាទអញ្ចឹងបងប្អូនដាក់ចម្លើយមកស្រាវបញ្ជាក់ថាអញ្ចឹងគឺយើងសេវិធានដដែលណាបាទគឺ3បូក3ការ៉េបូក3សេគុណ3បូកចុចបូក3សេគុណ n ស្មើនឹង3លើ2កតា3ស្វ័យគុណ n ដក1ចឹងបងប្អូនថាដើម្បីស្រាវបញ្ជាក់ដោយប្រើអនុមានរួមគណិតវិទ្យាគឺបងប្អូនត្រូវផ្ទៀងផ្ទាត់ណាបាទត្រូវផ្ទៀងផ្ទាត់គឺឲ្យវាពិតនៅក្នុងករណី n ស្មើ1ស្មើ2ស្មើ3បាទរហូតដល់ n ស្មើការនិងបន្តរហូតទៅដល់ n ស្មើការបូក1អញ្ចឹងណាចឹងលំហាត់យើងនេះគេអត់មានបញ្ជាក់ថា n យកពីណាទៅទេប៉ុន្តែនៅក្នុងនេះយើងឃើញថាវារត់នេះអានេះស្វ័យគុណ2សេគុណ3នេះសេគុណ n ណាចឹងគឺអានេះ3នេះគឺសេគុណ1ហើយចឹងគឺយើងយកវា1រហូតទៅដល់ n ណាអញ្ចឹងដែលផលបូកវាស្មើប៉ុណ្នេះចឹងស្រាវបញ្ជាក់ថាសមភាពណានឹងគឺស្មើគ្នាអញ្ចឹងគឺករណីទី1គឺបងប្អូនទៅព្រៀងទាត់ករណី n ស្មើ1អញ្ចឹងនៅពេលដែល n ស្មើ1នេះបានន័យថាផលបូកមកតួហ្នឹងផលបូកមកតួនេះលេខ3ម្នាក់ឯងនេះអញ្ចឹងបានតែលេខ3ម្នាក់ឯងស្រួលគិតគឺលេខ3ហ្នឹងឯងអញ្ចឹងដាក់សញ្ញាស្មើនេះឃើញទេនេះស្មើមកអញ្ចឹងករណី n ស្មើ1អូនឯងយកលេខ1មកជួសកន្លែងអក្សរ n នេះអញ្ចឹងអូនឯងចំនួនទៅវាទៅជា3សេគុណ1ស្មើ3អូនបាទអញ្ចឹង3 3ដក1សល់2 2ចែកទាំង2អស់ហើយនេះនៅសល់1អញ្ចឹងនៅសល់13នេះទេអញ្ចឹងគឺមានន័យថា3ហ្នឹងគឺស្មើ3នេះបាទហ្នឹងយើងមិនយើងកែនេះឃើញ3ណាបាទអញ្ចឹងបានន័យថា3ស្មើ3គឺពិតហើយឃើញទេបានន័យថាវាផ្ទៀងផ្ទាត់អញ្ចឹងវាពិតករណី n ស្មើ1យើងបន្តទៅករណី n ស្មើ2អញ្ចឹង n ស្មើ2មានន័យថាផលបូក2តួនេះ3បូក3ការ៉េអញ្ចឹងបងប្អូននឹង3ការ៉េវា9ណា9បូក3វា12អញ្ចឹងបានន័យថា3បូក3ការ៉េនេះស្មើ12អញ្ចឹងយើងយក n ស្មើ2នឹងដដែលនេះអូនជួសក្នុងនេះជួសទៅវាទៅជា3ការ៉េឃើញទេ3ការ៉េវា9ណា9ដក1សល់8 8ចែក2នៅសល់4 4គុណនឹង3យើងបាន12អញ្ចឹង12ស្មើ12ពិតទៀតឃើញទេហើយយើងសេអក្សរពិតហ្នឹងមកករណី n ស្មើ3ដល់ណាករណី n ស្មើ3អញ្ចឹងគឺបានន័យថាផលបូក3នោះណាបានន័យថា3បូក3ការ៉េបូក3គីបអញ្ចឹងគឺ3គីបវា27ណាបាទ27បូក3វា30អញ្ចឹងបាន39ហ្នឹងនេះបាន39ឥឡូវយើងមើលនេះគឺយើងបាន3គីបវា27ឃើញទេបាទវាបាន27 27ដក1នៅសល់26 26ចែកទាំង2នៅសល់13ឃើញទេអញ្ចឹង13គុណនឹង3យើងបាន39អញ្ចឹងគឺស្មើគ្នាណាអញ្ចឹងបានតែស្មើគ្នាអញ្ចឹងពិតទៀតដែរអញ្ចឹងកាលណាករណី n ស្មើ1ពិត n ស្មើ2ពិត n ស្មើ3ពិតអញ្ចឹងគេដល់វគ្គឧបមាអញ្ចឹងគឺយើងត្រូវឧបមាឲ្យឃើញថាវាពិតរហូតដល់ n ស្មើការណាអញ្ចឹងគឺមានន័យថា3បូក3ការ៉េបូក3គីបបូកចុចរហូតដល់3សេគុណការនេះវាទៅស្មើនឹង3លើ2កតា3សេគុណការដក1អញ្ចឹងបានន័យថាកន្លែងអក្សរ n នេះគឺបងអូនដូរទៅជាបាទដូរទៅជាការមកណាបាទអញ្ចឹងបានន័យថាយើងឧបមាថាវាពិតរហូតដល់ n ស្មើការអញ្ចឹងយើងនឹងស្រាវឃើញថាវាពិតរហូតដល់ n ស្មើការបូក1ណាអញ្ចឹងកាលណាវាពិតរហូតដល់ n ស្មើការបូក1បងអូនត្រូវរំពឹងថាតើចម្លើយត្រូវស្មើប៉ុណ្ណាបាទណាចម្លើយត្រូវស្មើប៉ុន្មានកន្លែងនេះមានន័យថាបើសិនវាពិតរហូតដល់ n ស្មើការបូក1អញ្ចឹងគឺមានន័យថាច្រើនមានតែ3បូក3ការ៉េបូក3គីបបូកចុច3សេគុណការរហូតដល់នេះការបូក1អញ្ចឹងវាថែមមួយតួទៀតអញ្ចឹងលទ្ធផលរំពឹងទុកដែលជាចម្លើយរបស់យើងនេះត្រូវស្មើគ្នា3លើ2កតា3ស្វ័យគុណការបូក1ដក1មានន័យថាបើសិនតែត្រឹមការអានេះ3សេគុណការអញ្ចឹងបើអានេះការបូក1អានេះត្រូវការបូក1ចំពោះអានេះដូចគ្នាទេមេគុណដូចគ្នាដក1ដូចគ្នាទេហើយកូន3ក៏ដូចគ្នាដែរអញ្ចឹងគឺប្រែប្រួលតែបើអានេះការនេះបាននឹងការនេះការអញ្ចឹងបើអានេះការបូក1អានេះត្រូវការបូក1អញ្ចឹងចម្លើយរបស់យើងត្រូវចេញអញ្ចឹងអញ្ចឹងបងប្អូនត្រូវស្រាវទៅវាណាកណនីយ៉ាងម៉េចស្រាវទៅវាចេញអញ្ចឹងអញ្ចឹងកណ្ដាលចេញបែបហ្នឹងគឺមានន័យថាសម្ដាននេះគឺពិតជាត្រឹមត្រូវហើយមានន័យថានេះ3បូក3ការ៉េបូក3គីបបូកចុចបូក3សេគុណការបូក3សេគុណការបូក1នេះណាអញ្ចឹងមិញយើងថាលទ្ធផលដែលយើងស្រាវហ្នឹងគឺស្រាវឲ្យចេញស្មើនឹង3លើ2ស្វ័យ3លើ2កតា3សេគុណការបូក1ដក1យើងស្រាវចេញប៉ុណ្ណឹងដោយសារ3បូក3ការ៉េបូកចុចរហូតដល់3សេគុណការនេះណាកន្លែងឧបមាមិញឃើញអញ្ចឹងពី3រហូតដល់3សេគុណការនេះឃើញនេះថាពី3រហូតដល់3សេគុណការនេះអានឹងគឺស្មើប៉ុណ្នេះគឺ3លើ2កតា3សេគុណការដក1អញ្ចឹងពីនេះដល់ត្រឹមនេះគឺលោកគ្រូចំនួនចូលហើយណាគឺ3លើ2កតា3សេគុណការដក1ហើយអានេះគឺនៅដដែលនេះអា3សេគុណការ1នៅដដែលយើងអត់ដឹងទេអញ្ចឹងយើងបានប៉ុណ្ណឹងសេដដែលមកបន្ទាប់មកដោយសារកន្លែងនេះវា3លើ2មេគុណណាអានេះអត់មាន3លើ2គេទេនេះអាកតុយនេះអញ្ចឹងគឺលោកគ្រូចាប់3លើ2ជាកតាមកអញ្ចឹងកណ្ដាលចាប់ចេញអាម្ដុំនេះគឺអស់ហើយណាគឺបានន័យថាវាសល់មួយគុណ1ដល់ពេលកន្លែងនេះអូនឯងចាប់ទៅយើងបាទបានន័យថាវាសល់2ភាគ3គុណ3គុណការបូក1បាទយើងគុណខ្វែងហ្នឹងណាបាទនេះបើយើងគុណបញ្ចូលទៅអានេះ3សម្រួល3 2សម្រួល2វានៅសល់ដដែលទេណាបាទសល់ដដែលនៅសល់3គុណការបូក1ទេអញ្ចឹងគឺចាប់ជាកតាអញ្ចឹងមកណាបាទ
hayបន្ទាប់មកអានេះយើងរក្សានៅដដែលណាហើយចំពោះនេះអានេះនៅដដែលដកមួយហើយអានេះវាចូលមុននេះគឺវាចូលមុនa ស្វ័យគុណ m បូក n ណាយើងអាចសរសេរទៅជា a ស្គុណ m គុណនឹង a ស្គុណ n អញ្ចឹងមានថាទៅជា3ស្គុណការគុណនឹង3ស្វ័យគុណ1ហើយ3ស្គុណ1គឺស្មើ3 3ស្រួល3ឃើញអត់ហ៎បាទអញ្ចឹងអស់នៅសល់ប្រហែលសល់2គុណនឹង3ស្គុណការនេះចំពោះកន្លែងលេខ3គ្រូសេមេគុណ1សេមេគុណ1គុណដល់3ស្គុណការអានេះ2គុណដល់3ស្គុណការអានេះយើងបើយើងកណនាមកអានេះដក1មិនគិតវាទេយើងចាំសរសេរមកក្រោយនេះគ្រូសេមកក្រោយតែអានេះមេគុណ1អានេះមេគុណ2អញ្ចឹងបានន័យថាអានេះកូនដូចគ្នានេះបានន័យដូចអានេះបូកអញ្ចឹង x បូកជាមួយ 2x អញ្ចឹងអញ្ចឹងអានេះបានន័យថា1បូក1 2អញ្ចឹងវាចាញ់3ឃើញទេបាទវាចាញ់3ហើយ3ហ្នឹងយើងបន្តកណនាអានេះយើងឃើញថា3អានេះឃើញ3អញ្ចឹងមកកូនដូចគ្នាណា3នឹងអត់មានបានសេគុណ1ទេចឹងកណាកូនដូចគ្នាអត់ឯងត្រូវដាក់កូនរួមចឹងដាក់កូនរួមក៏យកស្វ័យគុណបូកស្វ័យគុណណាបើថា1បូកកា1បូកកាគឺកាបូក1ឃើញទេបាទអញ្ចឹងវាចូលនឹងប្រមូលណែ a ស្វ័យគុណ m គុណ a ស្គុណ n វាស្មើនឹង a ស្វ័យគុណ m បូក n អញ្ចឹងណាអញ្ចឹងវាទៅជាឆែ3លើ2 3ស្វ័យគុណកាបូក1ដកនឹង1អញ្ចឹងគឺដូចអ្វីដែលយើងរំពឹងទុកហើយណាដូច្នេះមានន័យថាពិតដែរអញ្ចឹងគឺបើពិតបានសំណាងនឹងគឺជាសំណាងត្រាំត្រូវដូច្នេះមានន័យថា3បូក3ការ៉េបូក3គីបបូកចុចចុចបូក3ស្គុណ n ស្មើនឹង3ភាគ2កតា3ស្គុណ n ដក1បាទចឹងគឺប៉ុណ្ណឹងអូនណាហើយកុំភ្លេចជួយ comment ជួយ share លើគ្រូផងណាអរគុណច្រើនជម្រាបលា